រឿងចចកកាលពីព្រេងនាយមានចចកថ្លោសធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលមានទឹករីងដើម្បីចាប់ត្រីយកមកធ្វើជាចំណីលុះទៅដល់ត្រពាំងមួយមានទឹករីងអស់នៅក្នុងត្រពាំងនោះមានសុទ្ធតែភក់រីឯនៅក្នុងភក់នោះមានសុទ្ធតែត្រីកំពឹសក្តាមបង្កងជាច្រើនណាស់ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលាភធំណាស់ជាលាភចម្លែកជាងសពថ្ងៃឯកំពឹសមានប្រាជ្ញាឮចចកថាដូច្នេះហើយក៏និយាយលួងលោមចចកថាយើងទាំងអស់គ្នាសុទ្ធតែជាចំណីរបស់បងឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងប្រឡាក់ភក់មិនឆ្ងាញ់នោះទេចចកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសបានឆ្លើយទៅកាន់បងចចកថាសូមបងឯងយកពួកយើងទៅលាងទឹកឲ្យស្អាតចាំស៊ីតាមក្រោយទើបឆ្ងាញ់ពិសាចចកនិយាយថាតើធ្វើដូចម្ដេចបានយកទៅលាងទឹកបានបើច្រើនម្លឹងកំពឹសនិយាយថាបងចចកកុំព្រួយចិត្តខ្ញុំធានាគិតឲ្យបងឯងបានស្រួលប៉ុន្តែបងឯងត្រូវធ្វើតាមខ្ញុំហើយចចកក៏ឆ្លើយទៅកាន់កំពឹសថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពឹសនិយាយថាបើដូច្នេះចូលបងឯងចុះមកដេករនាលក្នុងភក់នេះហើយយើងទាំងអស់គ្នានឹងបានតោងខំរោមបងឯងនាំយើងទៅរកស្ទឹងបឹងបួរឯណាដែលមានទឹកថ្លាច្រើនឯបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះឯចចកជាសត្វល្មោបហើយល្ងងក៏ធ្វើតាមពាក្យរបស់កំពឹសនឹងត្រីបបួរគ្នាតោងរោមចចកទៅលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកក៏ដើរចុះទៅក្នុងទឹករីឯត្រីនិងកំពឹសក៏លោតចូលទៅក្នុងទឹកហើយនិយាយប្រាប់បងចចកថាបងចចកឯងទៅជញ្ជូនឲ្យអស់សិនមកចាំស៊ីឲ្យឆ្អែតតែម្ដងយើងនឹងចាំបងឯងនៅទីនេះហើយចចកក៏ធ្វើតាមសម្ដីរបស់កំពឹសហើយចចកក៏បានទៅប្រមូលអស់ក្តាមត្រីខ្យងរហូតដល់អស់ពីត្រពាំងតែម្ដងពួកត្រីក្តាមខ្យងដឹងថាចចកជញ្ជូនអស់ក៏នាំគ្នាជ្រមុជទៅទឹកជ្រៅអស់បាត់ឯចចកដឹងថាកំពឹសបាញ់ឆោតដូច្នេះខឹងណាស់ដើរទៅបបួលអស់សត្វតូចសត្វធំដំរីខ្លារមៀងគ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់តូចពស់ធំទាំងអស់បបួលគ្នាមកបាចទឹកបឹងនោះឲ្យរីងនិងចាប់ត្រីក្នុងបឹងនោះធ្វើជាចំណីទាំងអស់ដូច្នេះហើយអស់សត្វទាំងនោះក៏នាំគ្នាបាចទឹកបឹងនោះហើយចចកបានឲ្យពស់ថ្លាន់ធ្វើជាទំនប់ទឹករីឯសត្វផ្សេងឯទៀតក៏នាំគ្នាបាចទឹកនៅក្នុងបឹងនោះហើយអស់សត្វនៅក្នុងបឹងបាននិយាយថាចចកបានបបួលគ្នាបាចទឹកឲ្យរីងហើយពពួកសត្វដែលនៅក្នុងទឹកបឹងនោះមានការភ័យជាខ្លាំងក៏ប្រម៉ែប្រមូលគ្នាមកពិភាក្សារឿងកិច្ចខ្លួនពួកគេបាននិយាយថាខ្ញុំឮគេថាបងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់បើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុក្ខយើងទាំងអស់គ្នាពួកត្រីគិតគ្នាហើយក៏ប្រើឲ្យត្រីក្រាញ់ទៅអញ្ជើញសុភាទន្សាយត្រីក្រាញ់ប្រឹងននាលទៅលុះដល់ថ្ងៃមួយត្រូវពន្លឺថ្ងៃក្រៀមស្រកាអស់ដល់ពេលយប់ឡើងសុភាទន្សាយចេញមករកស៊ីបានឃើញត្រីក្រាញ់ននាលដូច្នេះក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភាទន្សាយអាណិតដល់ត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើឲ្យខ្ញុំមកអញ្ជើញបងសុភាទន្សាយត្បិតឮទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខគេបើអ្នកឯណាកើតទុក្ខបងឯងទៅជួយដោះទុក្ខគេមិនដែលខានឡើយហើយឥឡូវនេះមានអស់សត្វដំរីក្របីគោរមាសរមើងជ្រូកពស់ធំពស់តូចនិងសត្វហើរគឺកកក្រៀលចង្គ្រៀលខ្យងទុងតោមក្អែកទឹកប្រវឹកស្មោយទាំងប៉ុន្មានបានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនិងបានចាប់អស់ត្រីអណ្ដើកកន្ធាយស៊ីជាចំណីឲ្យអស់ពីក្នុងបឹងនេះហើយគេឲ្យពស់ថ្លាន់ពស់តូចធ្វើជាទំនប់ទប់ទឹកបឹងនេះឯងបើដូច្នេះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់បងប្អូនយើងទាំងអស់គ្នាឲ្យរួចផុតពីទុក្ខភ័យនេះផងហើយនឹងបានល្បីគេឈ្មោះតទៅយើងទាំងអស់គ្នានឹងតបគុណបងសុភាទន្សាយឯងហើយយើងមិនភ្លេចគុណដរាបណាយើងមិនទាន់អស់ជីវិតរីឯទន្សាយឮត្រីក្រាញ់និយាយអង្វរដូច្នេះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចុះទៅប្រាប់បងប្អូនកុំឲ្យផិតភ័យចាំជួយដោះឲ្យរួចផុតទុក្ខកុំបារម្ភឡើយហើយត្រីក្រាញ់ក៏ត្រឡប់ទៅបឹងវិញឯទន្សាយលុះព្រឹកប្រហៀមឡើងទៅមាត់បឹងទៅឃើញអស់សត្វកំពុងតែបាច់ទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះធ្លាយមកធ្វើជាសម្បុត្រហើយស្រែកហៅអស់សត្វទាំងអស់នោះថាណែបងប្អូនទាំងអស់គ្នាចាំស្ដាប់ខ្ញុំត្បិតព្រះឥន្ទឲ្យខ្ញុំនាំសម្បុត្រមកប្រាប់ទាំងអស់គ្នាថាលោកនឹងមកកាប់ជើងទ្រុំប្រជុំជើងអកកាត់ក្បាលចចកដកភ្លុកដំរីសអស់សត្វឮថាសម្បុត្រព្រះឥន្ទដូច្នេះក៏ភ័យណាស់ផ្អើលជន់ជើង
គ្នាដំរីក្របីរមាសរមាំងស្ទុះបោលទៅជន់ទៅលើពោះថ្លាន់ដែលជាទំនប់ទឹកដាច់ខ្លួនជា2ជា3កំណាត់ធ្លាយទំនប់ទឹកលិចស្លាប់អស់ហើយសត្វទាំងនោះក៏ខ្លាចទៅជាចំណីរបស់ត្រីវិញចាប់ពីថ្ងៃនោះមកអស់សត្វទាំងពួងកោតខ្លាចប្រាជ្ញារបស់សុភាទុនសាយដែលជាគ្រូបាអាចារ្យទាំងអស់គ្នារឿងនិទានខ្មែររឿងចចកចប់តែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា